សូមជូនរឿងបំណែកបេះដូងភាគទី15អូនមានហេតុផលរបស់អូនចង់ឲ្យបងរឿងមាំក្នុងនយោបាយជាងនេះរឿងពួកយើងចាំពេលក្រោយសិនក៏បានអូននៅតែស្រឡាញ់បងតែម្នាក់គត់ក្នុងចិត្តនេះទោះអូនមិនទាន់ខ្លាចជាប្រពន្ធបងពេញមុខពេញមាត់តែអូនមិនដែលទុច្ចចិត្តរឿងនេះទេតែបងទុច្ចចិត្តនាងស្អាតនាងពូកែប្រុសណាឃើញក៏តាមស្រឡាញ់ដែរក្នុងនាមជាសាមីនាងគេបែរជាគ្មានសិទ្ធិកបួចកអាវប្រុសដែលតាមញ៉ាយនាងនិងប្រកាសឲ្យគ្រប់គ្នាដឹងថាលូស៊ីជាប្រពន្ធគេអូនស្រឡាញ់បងណាឈប់ទុច្ចចិត្តទៅលូស៊ីលើកដៃក្តាប់ផ្ពាល់របស់គេអង្អាយថ្នមសម្លឹងមុខគេទាំងញញឹមកាប់ភ្នែកស្រទន់បង្ហាញក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រដល់គេបងមានអីឲ្យអូនទិញអីទៀតហើយនាងជ្រួញចិញ្ចាមគេតែងតែទិញកាដូជូននាងមិនចាំបាច់ទាល់តែមានបុណ្យសំខាន់នោះទេគេទិញផ្កានិងទិញកាដូជូននាងទោះជាថ្ងៃធម្មតាក៏ដោយរហូតនាងស្រែកហាមគេនៅតែមិនស្ដាប់ចិញ្ចៀនស្អាតអត់ហ្វេលីបក៏សោបស្មាតូចថាកញ្ចឹងកនាងសើតផ្អៀងមុខសួរនាងទាំងស្នាមញញឹមគេមើលមុខនាងឆ្លាស់នឹងចិញ្ចៀនក្នុងដៃដែលឲ្យជាងឆ្នៃយ៉ាងសម្រិតសម្រាំងបំផុតហ្វេលីបលូស៊ីងាកមុខសម្លឹងគេយ៉ាងភ្លឹកនេះគេទិញចិញ្ចៀនជូននាង4ដងហើយទំហំក៏ធំជាងមុនដែរបងនឹងពង្រីកត្បូងពេញឲ្យធំជាង1លេខទៀតរាល់ពេលដែលបងសុំអូនរៀបការហើយអូនបដិសេធជាមួយបងមើលចុះស្អាតណាស់សមនឹងដៃអូនតែម្ដងគេញញឹមកាន់ចិញ្ចៀនសុកចូលម្រាមដៃនាងរបស់នាងរួចលើកប្រអប់ដៃនាងថើខ្សឹតខ្ជះខ្ជាយលុយនេះព្រមរៀបការនៅបងមកបងឈប់កំងទិញចិញ្ចៀនទៀតដែរ1ឆ្នាំ1វង4ឆ្នាំ4វងគេសបោលុយណាស់មែនទេចាយលែងអស់ហើយទើបធ្វើបែបនេះអូនមិនទាន់ត្រៀមខ្លួនទេពេលអូនត្រៀមខ្លួនរួចរាល់បងខ្លាចកតាចាស់ហើយមិនដឹងបងមិនចាស់ទេនាងញញឹមផ្អែមលើកដៃក្រសោបមុខសង្ហាថើខ្សឹតនាងនៅតែមានរឿងដែលត្រូវដោះស្រាយជាច្រើនទៀតការរៀបការនាងមិនបញ្ញាបញ្ញានោះទេសំខាន់ក្នុងបេះដូងរបស់នាងមានតែគេម្នាក់ប៉ុណ្ណោះរឿងផាត់ក្បត់ស្អីនេះនាងស្អប់ខ្លាំងណាស់បងនឹងចាស់ចំណែកអូនកាន់តែក្មេងបងដឹងទេថាអូនស្រឡាញ់ប្រុសចាស់ប៉ុនបងល្មមនឹងស្រឡាញ់ពេលងអញ្ចឹងទៅគួរឲ្យស្រឡាញ់ម្ល៉េះនាងតូចញាស់គេហ្វេលីបងាកមុខចេញធ្វើមុខមាំតែទប់មិនជាប់នឹងពាក្យសរសើររបស់នាងក៏សើចេញតែម្ដងទៅបងសើចហើយនាងសើចក៏ក្អើកផ្ទះដៃផាច់ហ្វេលីបអង្អែក្បាលនាងតូចទាំងសើចមានសេចក្តីសុខពេញទ្រូងជាខ្លាំងប្រទេសបារាំងទីក្រុងប៉ារីសរៀងតូចគេងលើពុកប្រែទៅប្រែមកពេញមួយយប់នាងគេងមិនលក់នាងរសាប់រសល់ក្នុងខ្លួនក៏បើកទូរស័ព្ទមើលម៉ោងឆែកមើល IG របស់អេលិសាន់គេមិនមែនជាមនុស្សនិយមលេងប្រព័ន្ធអ៊ីនធឺណិតនោះទេក៏មិនសូវបង្ហោះរូបអ្វីច្រើនដែរមានចរិតស្ងៀមស្ងាត់មិនចូលចិត្តនិយាយច្រើនចាស់ទុំយកចិត្តទុកដាក់គេល្អខ្លាំងណាស់ប្រៀបដូចជាបងប្រុសធំដ៏កក់ក្ដៅម្នាក់នាងគេងអូសមើលរូបថតដែលគេបង្ហោះកាលពីប្រហែលឆ្នាំមុននិងរូបថតដែលបងស្រីលូស៊ីថតជាប់ជាមួយគេតែគាត់នឹងខំនឹងយើងដែរទេណាដៃល្ងាចមិញនេះមិនបាននៅលេងជាមួយគាត់នាងគិតច្រើនខ្លាចគេអន់ចិត្តនឹងនាងទៅគេងមិនលក់រហូតខលទៅលូស៊ីដើម្បីសួរគេរឿងខ្លះបងលូស៊ីចាប្អូនស្រីមានរឿងអីខំមកបងទាំងយប់បែបនេះឬក៏ប្អូនប្រុសបងរករឿងប្អូនលូស៊ីសួរហ្វានីម៉ាទាំងសម្លេងស្រស់ស្រាយនាងអង្គុយធ្វើការក្នុងបន្ទប់ធំ
ដែលមានឯកសារក៏ដូចភ្នំចាំនាងចាត់ការគាត់មិនបានរករឿងទេបងស៊ូស៊ីបងទំនេរឬអត់ទំនេរនិយាយបានគឺបែបនេះទេកាលពេលល្ងាចមិញខ្ញុំបបោគាត់ទៅមើលបាល់បោះជាមួយគ្នាតែខ្ញុំមិនបាននៅចិត្តគាត់ទេហើយពេលដែលគាត់ទៅវិញគឺខ្ញុំក៏មិនដឹងដែរមានអារម្មណ៍ថាទុកគាត់ចាស់ទើបខ្ញុំចង់សំទោសគាត់និងប៉ះប៉ូវដល់គាត់វិញក្មេងនេះបោះស្មានថាមានរឿងអីធំដុំលូស៊ីសើចក៏ក្អឹកព្រោះមិននឹកស្មានថាក្មេងតូចម្នាក់នេះទូរស័ព្ទមករកគេដើម្បីរកពិធីលួងប្អូនប្រុសរបស់គេសោះខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តទេបងស៊ូស៊ីគាត់នឹងជួយខ្ញុំច្រើនណាស់តែខ្ញុំបែរជាមិនរវល់ជាមួយគាត់ខ្ញុំមានអារម្មណ៍រអៀលចិត្តនេះតាមធម្មតាអេលិចគេមិនមែនជាមនុស្សយករឿងតូចតាចដាក់ក្នុងចិត្តទេបងគិតថាគេមិនប្រកាន់នឹងហ្វានីម៉ាទេតែបើអូនចង់យកចិត្តគេសាបបោគេទៅមើលប្រាសាទលេងមើលគាត់ចូលចិត្តមើលប្រាសាទមែនទេអេលិចចូលចិត្តមើលប្រាសាទមើលខាស្តេស្អីអស់នឹងឯងឲ្យតែទំនេរមួយថ្ងៃគេមើលមិនចេះធុញទេបើហ្វាចង់យកចិត្តគេបបួលគេទៅមើលទៅធានាថាមុខរីកដូចផ្កាមិនខានទេ